ខ្ញុំឃើញ comment នេះមួយគឺពិតជាល្អខ្លាំងមែនទែនខ្ញុំអត់សូវស្គាល់ item ទេបងចាំជួយប្រាប់ឈ្មោះ item ផងអញ្ចឹងដោយសារតែឃើញមានគ្នាយើងភាគច្រើនគឺអត់ស្គាល់ពាក់ព័ន្ធជាមួយនឹង item ហុកថាវាមានឈ្មោះអីហើយអត្ថប្រយោជន៍នីមួយៗរបស់ item ហ្នឹងគឺវាដំណើរការយ៉ាងដូចម្ដេចអញ្ចឹងនៅក្នុងវីដេអូហ្នឹងគឺខ្ញុំនឹងមកនិយាយប្រាប់ឲ្យអ្នកទាំងអស់គ្នាបានដឹងហើយខ្ញុំចង់លើក comment នេះមួយយកមកនិយាយគឺគាត់បាន comment ថាគេដូចអាចសោះនិយាយទៅគឺគាត់ comment មកគឺអត់ផ្ដល់តម្លៃឲ្យគេសោះតែម្ដងនិយាយទៅខ្ញុំមិនបានកាន់ជើងទៅខាងអ្នកលេង Mobile Legends ឬក៏កាន់ជើងទៅខាង Honor King ទេគឺខ្ញុំសូមផ្ដាំតែម្ដងមិនថាជា player Honor King ឬក៏ player game ផ្សេងៗទេអ្នកគ្នាបើមិនពេញចិត្ត game គេមិនបាច់ទៅ comment ថា game គេអញ្ចេះចុះ game គេធ្វើតាមនេះ game គេធ្វើតាមនោះនិយាយទៅគឺមិនបាច់ comment តែម្ដងបើយើងពេញចិត្តលេងយើងលេងទៅបើយើងមិនពេញចិត្តលេងអូខេយើងទៅលេង game ដែលយើងចូលចិត្តលេងទៅគឺចប់ហើយអាហ្នឹងគឺខ្ញុំមានតែប៉ុណ្្នឹងទេដែលខ្ញុំចង់ផ្ដាំទៅអ្នកលេង Mobile Legends ឬក៏អ្នកលេង Hawk ទាំងអស់គ្នាអញ្ចឹង item ដែលខ្ញុំលើកយកមកនិយាយនៅថ្ងៃនេះគឺខ្ញុំលើកយក item make ចំនួន2ដែល item ទី1គឺមានឈ្មោះថា Scatter of Revelation នៅពេលដែលយើងប្រើប្រាស់ជាមួយនឹង item នេះគឺវានឹងផ្ដល់ឲ្យយើងចំនួន210 Magical Attack និងបន្ថែមជាមួយនឹង 7.5% នៅ Movement Speed ចំពោះ passive នៃ item នេះនៅពេលដែលយើងវាយទៅលើ enemy ដោយយើងប្រើប្រាស់ skill វានឹងបង្កើតការផ្ទុះជាមួយនឹង damage ពី140ទៅ280ហើយវានឹងបន្ថែម 28% នៃ Magical Attack ហើយនៅក្នុង item ហ្នឹងឯងក៏មានជាមួយនឹង cooldown រយៈពេល5 second ផងដែរអត្ថប្រយោជន៍សំខាន់នៃ item នេះគឺវាមាន damage បន្ថែមដោយស្វ័យប្រវត្តិជួយ clear land minion creep ឲ្យបានលឿនជួយផោក damage ទៅលើ enemy ឲ្យកាន់តែឈឺហើយមានជាមួយនឹង movement speed ដែលយើងងាយស្រួលក្នុងការដេញវាយទៅលើ enemy ឬក៏យើងរត់គេចពី enemy អញ្ចឹងមុននឹងខ្ញុំទៅនិយាយពី item បន្តទៀតសម្រាប់គ្នាយើងអ្នកដែលលេងជាមួយនឹង Honor King ដែលរកកន្លែងដាក់ token ដែលមានតម្លៃសមរម្យនិងសុវត្ថិភាពគឺអ្នកទាំងអស់គ្នាអាចមកដាក់ជាមួយនឹងខ្ញុំបាននិយាយទៅគឺខ្ញុំទទួលដាក់ច្រើនខ្លាំងមែនតើមិនថាពេជ្រ Mobile Legends ពេជ្រ Free Fire UC PUBG Mobile ដាក់ Roblox ក៏ខ្ញុំមានទទួលដាក់ដែរអ្នកទាំងអស់គ្នាដោយគ្រាន់តែអ្នកទាំងអស់គ្នាឆាតចូលមកក្នុង Facebook page របស់ខ្ញុំមកហើយអ្នកទាំងអស់គ្នាក៏អាចទៅដាក់ដោយខ្លួនឯងក៏បានដែរគឺដាក់តាមរយៈ website របស់ខ្ញុំផ្ទាល់តែម្ដងដែលមានឈ្មោះថា Virgo Store item ទី2គឺមានឈ្មោះថា Savantra អញ្ចឹងបើសិនជាខ្ញុំអានឈ្មោះ item ខុសអីកុំប្រកាន់អ្នកទាំងអស់គ្នាព្រោះដោយសារតែឈ្មោះ item នៅក្នុង Hawk គឺខ្ញុំអានអត់សូវត្រូវទេអ្នកទាំងអស់គ្នាហើយអត្ថប្រយោជន៍នៃ item នេះនៅពេលដែលយើងពាក់ជាមួយនឹង item ហ្នឹងគឺយើងនឹងទទួលបាន magical attack គឺចំនួន210ហើយចំពោះ passive របស់វាគឺសាមញ្ញខ្លាំងមែនទែនគឺគេបានផ្ដល់ឲ្យ 30% នៃ magical attack មានន័យថាបើអ្នកទាំងអស់គ្នាវាយបញ្ចេញជាមួយនឹង damage អ្នកទាំងអស់គ្នារហូតដល់ 1000 magical attack គឺគេនឹងបន្ថែមឲ្យ300ទៀតអញ្ចឹងសរុបទាំងអស់គឺ magic attack ដែលអ្នកទាំងអស់គ្នាវាយចេញហ្នឹងគឺចំនួន1300 magical attack និយាយទៅ item នេះគឺវាសាមញ្ញជាងគេអ្នកទាំងអស់គ្នាអញ្ចឹងនៅក្នុងវីដេអូហ្នឹងគឺខ្ញុំសូមនិយាយតែពី item ហ្នឹងសិនទេហើយបើសិនជាអ្នកទាំងអស់គ្នាពេញចិត្តនៅវីដេអូនេះកុំភ្លេចចុច like នៅវីដេអូនេះម្នាក់មួយហើយកុំភ្លេចជួយ share វីដេអូនេះបានច្រើនទៅសម្រាប់ឲ្យគ្នាយើងអ្នកដែលលេង Honor King ដែលគាត់អត់សូវជឿស្គាល់ជាមួយនឹង item ឲ្យគាត់បានដឹងដូចគ្នាហើយវីដេអូក្រោយៗទៀតគឺខ្ញុំនឹងនិយាយពី item បន្តទៀតដើម្បីឲ្យអ្នកទាំងអស់គ្នាបានដឹងនិងងាយស្រួលយល់ដើម្បីលេងជាមួយនឹង game នេះគឺchill សប្បាយទាំងអស់គ្នាហើយសម្រាប់គ្នាយើងអ្នកដែលមកថ្មីឬក៏អ្នកចាស់ដែលមិនទាន់បានចុច subscribe នៅលើ YouTube channel របស់ខ្ញុំកុំភ្លេចជួយចុច subscribe ម្នាក់មួយផងហើយកុំភ្លេចជួយ share វីដេអូនេះបានច្រើនទៅដូចដែលខ្ញុំនិយាយត្រែអញ្ចឹងដើម្បីឲ្យគ្នាយើងអ្នកដែលលេង Honor King ដែលគាត់មិនទាន់ស្គាល់ពី item គឺឲ្យគាត់បានដឹងផងដែរហើយបើសិនជាអ្នកទាំងអស់គ្នាទស្សនាវីដេអូនេះនៅក្នុង Facebook page របស់ខ្ញុំកុំភ្លេច follow page របស់ខ្ញុំម្នាក់មួយផងដើម្បីទទួលបានការ update ថ្មីៗបន្ថែមទៀតហើយយើងចាំជួបគ្នានៅវីដេអូក្រោយបាយបាយ